នៅទីបំផុតហាងលក់ត្រីសាម៉ុនដែលរងនឹងការរិះគន់ពីសំណាក់បងប្អូនមហាជននិងអ្នកដែលគ្រប់គ្រងនៅក្នុងការទិញត្រីសាម៉ុនយកមកហូបក៏ប៉ុន្តែបែរជាបានត្រីត្រាចនេះបងប្អូនគ្នាប្រកាសបិទទ្វារគ្រប់សាខានេះហើយដោយគិតត្រឹបចាំដោយគិតចាប់ពីខែសីហាខាងមុខនេះតទៅហើយចំពោះមូលហេតុបងប្អូនអរគ្នាមិនបាច់និយាយទេក៏ប៉ុន្តែយើងចង់ដឹងថាតើសំណេររបស់ហាងចរណៃនេះបាទតើគាត់មានការសុំទោសទៅកាន់ fan ដែរឬក៏យ៉ាងណាឬក៏បាទយកឬខ្លួនឯងឬក៏បាទប្រកាសបិទឈ្មោះហាងចរណៃនេះក៏ប៉ុន្តែទៅបិទហាងថ្មីឬក៏បើកហាងថ្មីដើម្បីបន្លំភ្នែកមហាជនតទៀតនេះបងប្អូនអរគ្នាយុទ្ធ9ដែលរកស៊ីបោកប្រាស់ប្រជាជនមហាជនដែលជា fan គ្រប់គ្រងហាងរាប់ឆ្នាំទៅហើយចុងក្រោយបែរជារកស៊ីបោកប្រាស់មហាជនទៅវិញនៅមុននេះបន្តិចតែម្ដងហាងអាហារដ៏មានប្រជាប្រិយភាពដែលមានឈ្មោះថាចរណៃបានធ្វើការប្រកាសជាផ្លូវការនៅព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅដល់អតិថិជនទាំងអស់ដោយបញ្ជាក់ថាហាងរបស់ខ្លួននឹងត្រូវផ្អាកដំណើរការគ្រប់សាខាទាំងអស់យ៉ាងយូរត្រឹមថ្ងៃទី22ខែសីហាឆ្នាំ2025បាទ26ខាងមុខនេះតទៅប្រសិនបើមិនមានអ្វីដែលប្រែប្រួលនោះទេសូមបញ្ជាក់ថាការប្រកាសបិទហាងនេះធ្វើឡើងក្រោយពីមានការផ្ទុះនៅលើបណ្ដាញសង្គម Facebook រឿងពាក់ព័ន្ធទៅនឹងទិញត្រីសាម៉ុនក៏ប៉ុន្តែបែរជាបានត្រីត្រាចទៅវិញហើយមន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានបាទកិច្ចការពីអ្នកប្រើប្រាស់បានធ្វើការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំដែលយើងហៅកាត់ថាកបបបងប្អូនគ្នានៃក្រសួងពាណិជ្ជកម្មបានចុះត្រួតពិនិត្យទំនិញផ្ទាល់នៅហាងយីហោដែលមានឈ្មោះថាចរណៃដែលជាទីតាំងលក់និងចែកចាយត្រីក្លាសេព្រមទាំងទំនិញម្ហូបអាហារជាលទ្ធផលនៃការចុះបាទទៅអនុវត្តនេះមន្ត្រីជំនាញបានរកឃើញថាការធ្វើអាជីវកម្មនេះគឺមិនមានភាពស្មោះត្រង់ដោយយីហោបាទហាងចរណៃនេះពិតជាបានធ្វើធុរកិច្ចដែលបង្កឲ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំយ៉ាងខ្លាំងរវាងផលិតផលត្រីសាម៉ុននិងត្រីត្រោកបាទអានេះនេះលក់បន្លំភ្ញៀវបើភ្ញៀវសួរទេលក់ឲ្យឯសៀហ្នឹងទៅហើយបើមើលទៅលើបើដូចជាជីម្នាយសួរជីម្នាយថាការហូបត្រីត្រោតនេះគឺវាប៉ះពាល់ទៅកាន់សុខភាពខ្លាំងមែនទែនដោយសារប្រភេទត្រីត្រោកនេះគឺជាប្រភេទត្រីទឹកសាបបាទអញ្ចឹងมันអាចទៅហូបលក្ខណៈថាឆៅបានទេវាខុសពីត្រីសាម៉ុនដែលត្រីសាម៉ុនគឺរស់នៅក្នុងបាតទឹកសមុទ្រអញ្ចឹងគឺវាល្មើសច្បាប់ធ្ងន់ធ្ងរខ្លាំងមែនទែនពាក់ព័ន្ធទៅនឹងសកម្មភាពនៃការលក់ដូររបៀបនេះគឺជារូបភាពបំភាន់យ៉ាងច្បាស់ស្ដីអំពីច្បាប់សុវត្ថិភាពម្ហូបអាហារដែលកំពុងតែមានជាធរមានសូមបញ្ជាក់ថានៅព្រឹកថ្ងៃទី24នេះតាមរយៈសារបង្ហោះនៅលើគណនីបណ្ដាញសង្គមបានបញ្ជាក់ថាគ្រប់ផ្នែកគ្រប់គ្រងហាងចរណៃក៏បានសម្ដែងនៅការសោកស្ដាយនិងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាល់ការគាំទ្ររបស់អតិថិជនទាំងអស់បាននេះពេលកន្លងមកព្រមទាំងសូមខន្តីអភ័យទោសចំពោះរាល់កំហុសខុសឆ្គងណាដែលមានដោយអចេតនាបាទគេថាគេអចេតនាទៅទៀតបាទហើយសូមបញ្ជាក់ថាការបិទទ្វារភ្លាមបាទប៉ុន្តែទុករយៈពេលប្រមាណជាង1ខែខាងមុខនេះគឺត្រូវបានបាទហាងខាងលើបញ្ជាក់ថាធ្វើឡើងក្រោមហេតុផលមនុស្សធម៌និងការទទួលខុសត្រូវខ្ពស់រួមមានបាទដើម្បីបង្ហើយស្តុកសម្រួលទៅដល់ទំនិញដែលមានស្រាប់នៅក្នុងហាងទុកពេលវេលាបាទគ្រប់គ្រាន់ឲ្យបុគ្គលិកទាំងអស់ស្វែងរកការងារថ្មីមិនថានៅទីតាំងដដែលឬក៏បាទនៅឯស្រុកកំណើតនោះទេនិងទុកពេលជួនម្ចាស់ផ្ទះជួលនៅក្នុងការស្វែងរកអ្នកជួលថ្មីផងដែរបាទអញ្ចឹងវាជារឿងរ៉ាវមួយដ៏ស្មោកគ្រោកមែនតែនដែលហាងពេជ្រចរណៃបាទរកស៊ីបោកប្រាស់ទេជនហាងពេជ្រចរណៃក៏បានបញ្ជាក់យ៉ាងមុតមាំផ្សាយជាថ្មីម្ដងទៀតថាហាងចរណៃលក់តែត្រីសាម៉ុនអាតឡង់តិចស្រស់ដែលចិញ្ចឹមនៅឯប្រទេសបាទណូវ៉ាឬក៏ប្រទេសអូស្ត្រាលីឬក៏ត្រីត្រោកដែលចិញ្ចឹមនៅប្រទេសនេវ៉ាតែប៉ុណ្ណោះបាទអញ្ចឹងមកន័យថាគាត់យកត្រីត្រោកនឹងដែរក៏ប៉ុន្តែនៅប្រទេសនេវ៉ានឹងទេហើយចុះបើមិនមែនប្រទេសនេវ៉ាមិនវិញបើតាមការបញ្ជាក់បងប្អូននេះដឹងថាការហូបត្រីត្រោកនេះគឺជាប្រភេទត្រីដែលអត់ល្អសម្រាប់សុខភាពព្រោះវាជាប្រភេទត្រីទឹកសាបហើយធម្មតាត្រីទឹកសាបវាមិនដូចត្រីទឹកប្រៃទេត្រីទឹកប្រៃវាអាចសម្លាប់មេរោគបានទៅហើយសាច់របស់ត្រីទឹកត្រីសមុទ្រគឺវាឆ្ងាញ់ហើយវាមានជាតិហើយវាអត់ប៉ះពាល់ទៅដល់សុខភាពយើងទៀតអញ្ចឹងបានថានៅពេលដែលគាត់បកស្រាយយករួចខ្លួនថាជាការច្រឡំឬក៏ការភ្លេចឬក៏មិនបានប្រាប់ទៅកាន់អតិថិជនថាប្រភេទត្រីទាំងពីរហ្នឹងគឺវាខុសគ្នាហើយបងប្អូនយើងមានពីណាដឹងថាត្រីសាម៉ុននិងត្រីត្រោកវាខុសគ្នាណាបាទប្រភេទត្រីសាច់ដូចគ្នាហ្នឹងបាទយើងអត់ចេះមើលយើងមិនដឹងថាសាច់ខុសគ្នាព្រោះប្រភេទត្រីត្រោកនេះគឺវាប្រភេទត្រីសាច់ត្រីមកទៅក្រហមឆ្អិនឆ្អៅហ
ហើយប្រភេទត្រីសាម៉ុនដែលយើងហូបនោះជាប្រភេទត្រីពណ៌តក្រូចហើយស្រាលទេបាទអ្នកដែលហូបត្រីសាម៉ុនគឺគាត់ដឹងហើយថាអូរសជាតិបែបម៉េចក៏ប៉ុន្តែបើសិនជាគាត់ហូបត្រីសាម៉ុនហើយដាក់ត្រីថោកឲ្យគាត់នឹងមានអារម្មណ៍ថាចំត្រីសាម៉ុននេះមិនរសជាតិអញ្ចឹងអ្នកចេះមើលក៏ចេះមើលអ្នកដែលមិនចេះមើលមិនដឹងថាត្រីនឹងវាមិនបាទឥឡូវមានណាម្នាក់ហូបអប់ឆ្នាំឯហ្នឹងទៅមិនដឹងហើយនេះគឺយើងនិយាយមួយម៉ាត់ឯខ្លីទៅយើងក៏សរសើរទៅកាន់ក្រសួងដែរបើគុំក្រសួងគាត់ទៅចុះពិនិត្យបាទយើងមិនដឹងថាយើងបន្តហូបត្រីបាទសត្វត្រីត្រោកនេះដល់ពេលណាទេហើយបងប្អូនគ្នារឿងរ៉ាវអញ្ចឹងសោះមិនគួរណាបោកខ្មែរឬក៏បញ្ជាក់ឲ្យច្បាស់សម្បីតែនៅលើបណ្ដាញសង្គមរបស់គាត់ក៏គាត់អត់បានបញ្ជាក់ថាប្រភេទត្រីត្រោកត្រីសាម៉ុននេះខុសគ្នាដែរគាត់នៅលើ Facebook គាត់អត់បញ្ជាក់គាត់អត់ប្រាប់ទេក៏ប៉ុន្តែគាត់ធ្វើវីដេអូបង្ហាញសល់ត្រីសាម៉ុនហើយលោកក្នុងហាងពីប្រភេទត្រីត្រោកហើយនិងត្រីសាម៉ុនហើយដល់ពេលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមអត់មានត្រីត្រោកហើយនិងត្រីសាម៉ុនទេមានត្រីសាម៉ុនសតហើយត្រីសាម៉ុនហ្នឹងគាត់បង្ហាញសតថាប្រភេទត្រីធំហើយផ្សព្វផ្សាយថាខ្លួនមានហូបត្រីសាម៉ុនហូបអីមានលក់ត្រីសាម៉ុនចេះតែតម្លៃ1គីឡូប៉ុណ្ណេះ1ខាំប៉ុណ្ណេះសពគ្រប់បែបយ៉ាងដល់យើងទៅដល់ដឹងថាហាងហ្នឹងគេលក់ត្រីហ្នឹងហើយមានតែខ្វល់ស្អីទៅដល់ទិញយកបរោយហ្នឹងតាមពិតត្រីត្រោកសោះបែកតកអញ្ចឹងគាត់ថាបោកយើងហើយចាំបងប្អូនអរគ្នារឿងរ៉ាវនេះវាឈឺចាប់ទៅហើយតែវាមិនដឹងធ្វើម៉េចវាបោកយើងដែលយើងជាអ្នកគ្រប់ត្រូលបាទរាប់ឆ្នាំហើយហូបត្រីត្រោកនេះសួរ AI ថាការហូបហ្នឹងអត់ល្អទេប៉ះពាល់ដល់សុខភាពខ្លាំងមែនទែនហើយចង់បានថាអ្វីៗគេបោកសពគ្រប់យ៉ាងឲ្យហើយចង់ក្រោយស្មើតែហូបត្រីហ្នឹងគេត្រូវបានគេបោកទៅទៀត